សាច់ជ្រូកស្រែបុកគ្រឿងប្រឡាក់ស្នាដៃកូនបងអ្នកទាំងអស់គ្នាមកវិញទៀតហើយចំពោះសាច់ជ្រូកដែលខ្ញុំទិញជាមួយនឹងគ្រឿងក្នុងដែលខ្ញុំធ្វើផាត់លើនៅវីដេអូមុនហ្នឹងគឺខ្ញុំបានទិញសាច់ហ្នឹង2គីឡូដែរហើយបន្ទាប់មកយើងលាងទឹកសម្អាតវាទៅយើងវះយកអាសាច់ឆ្អឹងជំនីហ្នឹងចេញឆ្អឹងខ្នងលាយជាមួយឆ្អឹងជំនីហ្នឹងយើងវះវាចេញទៅហើយយើងចាប់ដើមfilet វាជាចំណិតស្ដាងហើយចំពោះសាច់ហ្នឹងដែរ2គីឡូច្រើនណាស់អ្នកទាំងអស់គ្នាមិនទាន់គិតថាតិចតែទិញ2គីឡូមកយកមក filet ប្លាចិត្តចំណិតស្ដាងទៅលាយសាច់លាយវាជន់លាយស្បែកទៅអូយប្លាជាតិមែនតើអ្នកទាំងអស់គ្នាពេលដែលយើងហាន់វាស្អាតរួចរាល់ហើយយើងចាប់ដាក់បុកគ្រឿងខ្ញុំមានខ្ញីមានរំដេងហើយយើងមានខ្ទឹមសហើយយើងបុកទៅដាក់មានគ្រឿងមានម្សៅស៊ុបមានស្ករប៊ីចេងអំបិលប្រេងខ្យងទៅហើយយើងច្រឡូកវាឲ្យសព្វចឹងណាអ្នកទាំងអស់គ្នាបន្ទាប់ពីយើងច្រឡូកវាសព្វហើយយើងចាប់ដើមយើងយកសាច់មកដើម្បីយើងមកច្រឡូកជាមួយនឹងជាតិគ្រឿងរបស់យើងច្រឡូកទៅច្រឡូកមកច្បាច់ទៅច្បាច់មកច្បាច់ហើយគឺយើងមើលតែវាសព្វទៅច្បាច់វាដូចយើងម៉ាស្សាវាអញ្ចឹងណាដើម្បីវាចូលជាតិហើយបន្ទាប់ពីយើងច្រឡូកម៉ាស្សាច្បាច់វាសព្វគ្រប់ជ្រុងជ្រោយអស់សាច់យើងហើយគឺយើងយកទៅផ្អាប់ទុកក្នុងទូទឹកកកនិយាយទៅការផ្អាប់ទុកហ្នឹងអ្នកទាំងអស់គ្នាអាចចន្លោះពី4ម៉ោងទៅ1យប់ក៏បានដែរអ្នកទាំងអស់គ្នាបន្ទាប់ពីយើងផ្អាប់វាហើយយើងយកវាទៅហាលវាឲ្យវាមកសត2សតទៅចាំយើងយកដាក់ក្នុងទូទឹកកកវិញបន្ទាប់ពីហើយយើងក៏បានយកមកតេសដាក់អាំងផងហើយយើងយកទៅដាក់ចៀនផងអរគុណច្រើនជួបគ្នានៅវីដេអូក្រោយទៀតពី admin កូនបងអរគុណច្រើន